បើគេស្រឡាញ់ចៅពិតប្រកបនោះគេពិតជាធ្វើតាមប្រពៃណីទំនៀមទម្លាប់ជាមុនបាត់ទៅហើយតែនេះណាហើយចៅស្រីកុំគិតខ្លាំងពេកនាំតែធ្លាក់ខ្លួនឈឺទេបើពិតជាគូព្រេងមែនវាមិនប្រត់ឡើយណាហើយចៅទៅរកសម្រាកទៅណាទៅសម្រាកទៅចាលោកយាយចៅបានសម្រេចចិត្តហើយថាលាលោកយាយទៅតាមរកប្តីរបស់ចៅយាយដឹងច្បាស់ថាយាយមិនអាចខាត់ចៅបានទេធ្វើម៉េចនេះជាកម្មផលរបស់ចៅទៅចុះតែចៅត្រូវយកក្បួនគម្ពីរមុនអាគមទាំងពីរយ៉ាងតែយាយបានឲ្យចៅយកទៅរៀនទុកការពារខ្លួនណាចៅយាយចាលោកយាយលោកយាយចៅនឹងត្រឡប់មករកលោកយាយវិញជាពំខាននៃខ្សែកសូមលោកយាយទទួលទុកចុះចៅទៅបានសេចក្តីសុខសេចក្តីចម្រើនចាបងអូនត្រូវតែត្រឡប់ទៅភូមិរបស់អូនវិញតែបងបានសច្ចានឹងអូនហើយសន្យានឹងអូនថានឹងត្រូវអូនវិញអយស្លាប់បងណាឱកាសនេះបងមិនអាចទៅរកអូនបានទេតែត្រូវដល់ពេលណាទៀតទៅអូនត្រូវដឹងថាពេលនេះយើងមិនអាចជួបគ្នាបានឡើយត្រូវតែបងមិនបាច់លាក់នឹងខ្ញុំទេរឿងរបស់បងខ្ញុំដឹងអស់ហើយបងកុំបារម្ភអីខ្ញុំនឹងស្រឡាញ់នាងដោយប្អូនបកើតអញ្ចឹងសុំប្អូនស្រីជឿចិត្តបងចុះអូនទៅជាមួយបងនឹងឲ្យគេរៀបចំកន្លែងយ៉ាងស្អាតសម្រាប់អូនអរគុណបងស្រីមកអូនទៅជាមួយបងណាខំមកតែអូនបងមិនបាច់បារម្ភទេអូននឹងរៀបចំនាងពេញចិត្តសុំបងទៅធ្វើកិច្ចការបងចាស់មកលោកស្រីម្ចាស់មេត្តាគុំសម្លាប់ខ្ញុំអីខ្ញុំសូមអង្វរថ្ងៃក្រោយខ្ញុំលែងធ្វើកុសទៀតហើយសូមលោកស្រីអត់ទោសឲ្យខ្ញុំម្ដងទៅលោកស្រីសំទោសហ៎បើយើងលើកលែងទោសឲ្យឯងថ្ងៃក្រោយណាកោបខ្លាចយើងទៀតអូលោកស្រីពេកកាប់កោបវាភ្លាមលោកស្រីមេត្តាគុំសម្លាប់ខ្ញុំអីលោកស្រីសម្រាប់ចាំមិនឲ្យលោកមេកងលោកប្រេម្ចាស់សូមលោកប្រេម្ចាស់ទៅពិនិត្យមើលជាកន្លែងសំរុំរបស់នាងឯងយើងនឹងធ្វើឲ្យនាងឯងស្លាប់ដោយវេទនានៅទីនេះ
លោកស្រីម្ចាស់ខ្ញុំមានកំហុសអីបានជាធ្វើចំពោះខ្ញុំយ៉ាងដូចនេះគ្មានកំហុសទេភ្នំមួយមិនអាចមានខ្លះពីរទេសូមលោកស្រីម្ចាស់មេត្តាខ្ញុំផងយើងនឹងធ្វើតាមពាក្យអង្វររបស់នាងក្រាក់បាទកុំធ្វើបាបខ្ញុំវាយវាទេបានថ្ងៃនេះយើងឲ្យនឹងឯងភ្លក់រសជាតិប៉ុណ្ណេះចុះហើយវានឹងមានជារៀងរហូតតរថ្ងៃនឹងឯងស្លាប់នាងឯងឃ្លានណាមិនទៅបានសេចក្តីសុខយ៉ាងម៉េចដែរនេះហើយជាឋានសួគ៌សម្រាប់នាងឯងខ្ញុំឃ្លានណាឃ្លានណានាងត្រូវដឹងថាមុននឹងបានស៊ីតើត្រូវទទួលអ្វីពីយើងបាត់ខ្ញុំទ្រាំរស់ទទួលទរណកម្មយ៉ាងឈឺចាប់វេទនាបាច់នេះទេគួរតែស្លាប់ឲ្យបានឆាប់ដល់ទីបញ្ចប់នៃកម្មផលសម្រាប់ជាតិនេះចុះតើទេខ្ញុំមិនត្រូវឆាប់ស្លាប់ពេកទេកូនមានម្ដាយត្រូវតែរស់ទៅទៀតរស់ដើម្បីកូនក្រាបព្រះនិបាតលោកម្ចាស់នេះហើយជាមនុស្សដែលធ្លាប់បានសហាយស្មន់ជាមួយនាងអយចូលអញនិយាយអ្វីដែលជាការពិតបើមិនដូច្នោះទេអញនឹងកាត់ក្បាលឯងបាទលោកម្ចាស់ខ្ញុំបានស្រឡាញ់គ្នាជាមួយនឹងនាងអយមែនតែខ្ញុំអត់បានរៀបការជាមួយនាងទេព្រោះខ្ញុំក្រពេកបានជុំយាយឯងទៅចុះ
ចាប់ពីថ្ងៃនេះតទៅកុំឲ្យអញឃើញមុខឯងទៀត បង នឹងឯងថោកទៀតណានឹងឯងសំតែស្លាប់នៅទីនេះមិន បងខ្ញុំមិនមានកំហុសអីទេ ទេណា Đây đi. បញ្ចូលក្នុងគុកវិញ បង ហេ ដល់ពេលដែលឯងត្រូវប្រើមុនអាគមធ្វើឲ្យខ្លួនคลายទៅជាអាបហើយទើបជួយសង្គ្រោះជីវិតខ្លួននិងកូនបាន លោកឲ្យខ្ញុំសុំទឹកផឹកបន្តិចមក Bà mẹ tao bỏ hay cái lại chứ thấy
ហើយឆាប់ហើយឥឡូវចូលយកក្មេងនោះមកកុំយកកូនខ្ញុំទៅណាឲ្យកូនខ្ញុំវិញមកកុំកូនមានម្ដាយកូនឲ្យកូនខ្ញុំវិញមកខ្ញុំសុំអង្វរកូនកូនមានម្ដាយកូនកូនម៉ែកូនម៉ែឲ្យកូនខ្ញុំវិញមកចុះនៅធ្វើទៀតចង់បានក្មេងហ្នឹងហ៎អើយអត់ទេចុះឯងនៅធ្វើទៀតមិនកំដៅចុះទៅចុះចុះហ៎ពួកឯងសាហាវណាស់ឲ្យកូនយើងវិញមកយើងសុំអង្វរចុះឯងជាណាបង្ហាញមុខភ្លាមមកទៅណាគឺពួកអាដេរិឆានឆាប់ទុកកូននេះភ្លាមបើមិនដូច្នេះទេយើងនឹងហត់ឈាមពួកឯងទាំងរួមយើងនៅទីនេះពួកឯងអាចស្លាប់កូនរបស់យើងបានទេនៅធ្វើទៀតបាច់ចុះនេះចាប់ចុះទៅណាចុះហើយបើពួកឯងចង់រស់ឆាប់ហើយចេញពីទីនេះចាំឲ្យកូនម្ដាយជីវិតយើងអាប់ណាស់យើងពីរនាក់ម្ដាយនឹងកូនវេទនាណាស់កូនអើយម៉ែមិនដឹងជាជួយកូនយ៉ាងម៉េចទេឥឡូវនេះម៉ែចិត្តភ្លឺហើយម៉ែមិនអាចរស់ចិត្តកូនបានទៀតទេម៉ែលាកូនសិនហើយដល់ពេលជប់ម៉ែនឹងត្រឡប់មករកកូនម្ដងទៀតកូនអើយម៉ែលាហើយមកខ្ញុំយល់ស្រួយមែនយប់នេះមានបានកាយតលេសោះពួកឯងមកនៅតែអញ្ចឹងទៀតពួកឯងនឹងអស់គ្នាឈប់ដើរតាមអញទៀតដូចជាលឺសូរសំឡេងក្មេងយំពួកឯងនាំគ្នាទៅមើលបាទហើយមិនដឹងជាលោកម្ចាស់ទៅណាទេមកជាមួយគ្នាសាតែបាយផ្លូវគ្នារកមិនឃើញទេហ្មងមែនហើយរោងភ្នំនេះចំជាចម្លែកមែនទេហ្មងយើងទៅមើលខាងលើមកក្រែបានជួបគាត់ទៅមែនដែរអានផងណាយកទៅជូនលោកម្ចាស់ក្មេងមើលបាទអានដល់លោកម្ចាស់អូស្អាតទៅពិតជាព្រះជាម្ចាស់ប្រទានដល់ខ្ញុំអើយតើពួកយើងទៅវិញបាទអញកូនមានម្ដាយ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 
មិនចាំ ចា របស់យោ អ៊ំម៉ាប្រហែលថ្ងៃនេះខ្ញុំឮសំឡេងស្រែករកកូនដូចជាមិនស្រួលទេក្រែងលោមានខ្មោចព្រាយបីសាច់អំពេកូនណាម្យ៉ាងទៀតគេថាមានអាប បំពេកូន ចាហើយអាបមិនទេ បំពេកូន អើយខ្លាច មាន ណាស់ អាប ត្រូវហើយអ៊ំ ចាំមកចូលក្នុង2នាក់ចាំអញផងចាំអញផងខ្លាចណាស់ មួយព្រឹកក្បាលមែនបងអើយអូយឡើយអូយមិនចេះលោកនេះចាស់ជួយផងអូយចាស់អូយ យើងមកដល់ហើយយើងកំពុងតែរងចាំឯងពួកណាមនុស្សខុសខើឯងនេះសាហាវណាស់ឯងធ្វើបាបយើងឯងសម្លាប់កូនយើងឥឡូវនេះយើងត្រូវតែសងសឹកឯងយើងនឹងសម្លាប់នាងឯងសម្លាប់កូនរបស់យើងត្រូវតែសងសឹកយើងត្រូវតែសងសឹកយើងត្រូវតែសម្លាប់ឯងស៊ីសាច់ហត់ឈាមឯងយើងនឹងស៊ីឯងទាំងរស់សម្រាប់វាទៅកុំបានគឺមកឡើងចាំទៅ កូនខ្ញុំនៅរស់ហើយគេនៅណាហងសាក់កូនមកហងសាក់កូនមកក្រោកឡើងកូនក្រោកឡើងម៉ែមករកកូនហើយសំឡឹងម៉ែឲ្យចំមកកូន គឺឯងទៀតហ៎ប្រាប់យើងមកឯងឈ្មោះនរណាពិតប្រាកដ ម៉ែមិនកុហកកូនទេយើងនេះហើយជាម៉ែបង្ការរបស់កូន ប្រដេកផ្ដាស់ឪពុកយើងបានប្រាប់យើងថាម្ដាយយើងស្លាប់តាំងពីយើងនៅតូចម្លេះ ចាំស្ដាប់ម៉ែសិនកូនម៉ែនឹងរៀបរាប់ឲ្យកូនបានដឹងម្ដាយបានកើតឯងយ៉ាងវេទនាជាទីបំផុតនៅក្នុងលអានគុករបស់ប្រពន្ធចុងឪពុកឯងទេសូមបីតែទឹកមួយដំណក់ក៏គ្មានបានគ្មានអ្វីសម្អាតឲ្យកូនម្ដាយបានយកសម្លៀកបំពាក់របស់ខ្មៅដែលស្លាប់បានមកជូនឲ្យកូនហើយរលត់ត្រង់បានដៃឆ្វេងរបស់កូនទេឯងយំយ៉ាងខ្លាំងលឺដូច្នេះពួកវាក៏មកដណ្ដើមកូនពីម្ដាយដើម្បីយកទៅសម្លាប់ចាស់ដោយអំណាចចង់ជួយឯងទើបម្ដាយខ្លាចជាអាចដល់សពថ្ងៃនេះហើយបានត្រឹមតែបណ្ដាពួកវាឲ្យទុកកូនក្នុងព្រៃតែប៉ុណ្ណោះហង្សឥឡូវនេះម៉ែលាកូនសិនហើយកូនដេកវិញចុះដេកទៅកូនដេកឲ្យបានស្កប់ស្កល់ចុះម៉ែបានជួបកូនប៉ុណ្ណេះម៉ែសប្បាយចិត្តណាស់ទៅហើយដេកទៅកូនដេកទៅម៉ែលាសិនហើយហង្សកូនម្ដាយ ខ្ញុំមិនជឿទេ
រឿងរ៉ាវនេះវែងឆ្ងាយណាស់អតីតកាល20ឆ្នាំកន្លងមកកាលនោះខ្ញុំជាសេនាជំនិតរបស់មេកន្ទ្រាញកំហែងពួលខ្ញុំតែងតែធ្វើការងារស្មោះត្រង់ជាមួយគាត់ជានិច្ចតែពេលមួយនោះមានស្រីម្នាក់ដែលជាប្រពន្ធលួចលាក់របស់គាត់នាងនោះមានភក្តីភាពចំពោះមេកន្ទ្រាញកំហែងណាស់តែត្រូវប្រពន្ធពេញច្បាប់មេកន្ទ្រាញគឺនាងខែម៉ាដែលមានចិត្តកំណាចខូខើបានព្យាបាទធ្វើបាបដល់រូបកាយនាងអយនៅពេលដែលនាងអយបានកើតកូនប្រុសមួយនៅក្នុងលអាងឃុំឃាំងពេលនោះនាងខែម៉ាបានទៅជួលប្រុសម្នាក់ឲ្យមកនិយាយមួលបង្កាច់នាងអយដើម្បីចាប់កំហុសដល់រូបនាងហើយលោកមេកន្ទ្រាញក៏បញ្ជាឲ្យខ្ញុំយកកូននោះទៅសម្លាប់តែហងតាពុកនិយាយប្រាប់ខ្ញុំឲ្យត្រង់មកពុកជាមេចៅបាត់មុខដែលតែងតែឆក់ប្លន់អ្នកស្រុកនៅគ្រប់ទីកន្លែងមែនទេហងសាហើយខ្ញុំនេះក៏មិនមែនជាកូនបង្កើតរបស់ពុកដែរពុកថាតើមើលហេតុអ្វីក៏ពុកលាក់នឹងខ្ញុំហងសាបងហង្សាលោកអ៊ំលោកអ៊ំរឿងទាំងអស់នេះគឺមកពីខ្ញុំហើយនឹងពុកបងហង្សាដឹងរឿងទាំងអស់នេះគឺខ្ញុំជាអ្នកប្រាប់ពុកហើយជុំនិយាយទៅណាពុកប្រាប់ឯងតាមត្រង់ទៅចុះការពិតឯងមិនមែនជាកូនបង្ការរបស់ពុកទេណាកាលនោះពេលដែលពុកត្រឡប់មកពីប្លន់នៅឯភូមិដាច់ស្រយាលវិញក៏ប្រទះឃើញក្មេងដែលទើបតែនឹងកើតដេកយំម្នាក់ឯងនៅឯកណ្ដាលព្រៃរុំតែកណាត់កតោបមួយដែលធំក្លិនស្អុយអាសោចជាប់នឹងខ្លួនពុកមិនដឹងថាជាកូនចៅរបស់អ្នកណាទេហើយពុកឃើញអាណិតពេកក៏រើសយកមកចិញ្ចឹមធ្វើជាកូនបង្កើតរហូតមកដល់សពថ្ងៃនេះកូនពុកឥឡូវនេះបើកូនទុកពុកជាឪពុកបង្កើតតទៅទៀតកូនត្រូវតែរីករាយជានិច្ចនឹងរស់នៅជាមួយពុកហើយម្យ៉ាងទៀតពុកគិតថានឹងរៀបការឯងជាមួយនឹងនិមលក្នុងពេលឆាប់នេះដែរដល់សិនចង់ទៅណាណាលោកម្ចាស់ឲ្យពួកយើងមកយកនាងអាបទៅឲ្យគាត់មិនបានទេមិនបានបើលោកម្ចាស់បញ្ជាយើងមកមិនមែនខ្ញុំជំទាស់នៅបញ្ជារបស់លោកម្ចាស់ទេតែខ្ញុំមិនហ៊ានចូលទីនោះមិនអីទេឥឡូវឲ្យជុំផ្លូវយើងទៅអញ្ចឹងក៏បានដែរតែពួកលោកនឹងចូលមុនទៅចូលទៅណែខ្ញុំនាំផ្លូវយើងអើយកុំសម្លាប់ខ្ញុំចាំខ្ញុំនាំទៅដូចជាអញស្មាននឹងខុសមែនពួកឯងត្រូវតែងាប់ចោលឆ្អឹងនៅទីនេះ
ពុកលោកអ៊ំពុកលោកអ៊ំពុកយ៉ាងមិនដែរ លោកអ៊ំ អង្ស័កពុកមិនអាចរស់បានទៀតទេណាកូនពុកមិនក៏ពុកមានប្រសាសន៍អញ្ចឹងពុកត្រូវតែរស់នៅក្បែរកូនរហូតណាពុកអង្ស័កកូនត្រូវតែជួយម្ដាយកូនឲ្យបានពុកលោកអ៊ំពុកល្អនឹងកូនណាពុកមិនគួរស្លាប់ចោលកូនយ៉ាងអញ្ចឹងទេពុកកូននឹងសងសឹកជូនពុកឲ្យតតែបានពុកពេលនេះឯងមករកសេចក្តីស្លាប់ហើយស្ដាយណាស់ដែលយើងមានឈាមជាប់ជាមួយនឹងឪពុកគំរក់អាព្រៃដូចជាឯងនេះឯងមិនជាកូនរបស់យើងទេហើយយើងក៏មិនចង់ដែរកាត់ក្បាលវាទៅព្រោះតែម្ដាយវាមានអំពើថោកទាបនេះហើយតែខ្លាចទៅជាព្រាយអាបម្ដាយយើងមិនជាព្រាយអាបទេព្រាយអាបគឺជានឹងឯងនឹងហើយហេអ្នកមីងសម្រាប់យកកម្លាំងបន្តិចទៅណាអ្នកមីងយ៉ាងម៉េចហ្នឹងក្មួយទ្រាំបន្តិចទៅកុំភ័យអីនៅក្មួយណាទ្រាំបន្តិចទៅអ្នកមីងអត់អីទេហ៎អ្នកមីងកូនកុំភ័យអីពុកធ្លាប់រៀបរាប់ប្រាប់កូនហើយតើចើអើយឯងកាលពីមុនខ្ញុំជាសេនាជំនិតរបស់លោកម្ចាស់រឿងរ៉ាវដែលកើតឡើងក្នុងពេលនេះលោកម្ចាស់ពេលនេះលោកម្ចាស់អាចសួរស្រីនោះបាទព្រោះគេបានធ្វើបាបប្រពន្ធនិងកូនលោកម្ចាស់អ្នកមីងមិនត្រូវអនុគ្រោះឲ្យពួកវាទេវាបានធ្វើបាបឲ្យអ្នកមីងឈឺចាប់ប៉ុណ្ណេះយើងត្រូវតែធ្វើចំពោះវាប៉ុណ្ណឹងត្រូវហើយខ្ញុំខ្លាចខ្លួនទៅជាអាក៏ព្រោះតែបងពេលនេះខ្ញុំមិនប្រកាន់ខឹងនឹងបងទេគឺគ្រាន់តែចង់ឲ្យបងដឹងថាហង្ស័កគឺជាកូនពិតប្រាកដរបស់បងស្រីគំរក់នឹងឲ្យថោកទាបណាសម្លាប់វាលោកម្ចាស់សូមលោកម្ចាស់មេត្តាអភ័យទោសឲ្យខ្ញុំបាទផងដោយសារតែខ្ញុំក្រីក្រពេកហើយត្រូវការមាសប្រាក់បុណ្យស័ក្តិក៏ព្រមធ្វើតាមបញ្ជាលោកស្រីម្ចាស់ហើយលោកស្រីម្ចាស់ក៏បានបញ្ជាឲ្យខ្ញុំនាំកូននេះទៅសម្លាប់ចោល
រ៉ាវវាបានកន្លងផុតទៅហើយអ្នកមីនេះហើយជាកម្មផលដែលពួកវាបានសាងយើងត្រូវតែជួបជុំគ្នាហោះពេលហើយកូនព្រោះហេតុតែម៉ែដែលមកជួយកូនហើយបង្ហាញមុខឲ្យគេឲ្យបានឃើញទើបឥឡូវនេះម៉ែបានខុសចំពោះដំណំរបស់គ្រូហើយពេលនេះម៉ែមិនអាចត្រឡប់ចូលខ្លួនទៅជាមនុស្សធម្មតានៅថែរក្សាកូនបានតទៅទៀតទេម៉ែត្រូវលាចាក់លោកនេះចូលកូនទាំងពីរ